បងប្អូនពេលខ្លះយើងហាត់ត្រេកអរហាត់ស្វាគមន៍នៅអ្វីដែលយើងមានបងប្អូនមួយចំនួនហ្នឹងគឺចូលចិត្តថាប្រៀបធៀបបាទប្រទេសយើងហ្នឹងគឺអន់ជាពិសេសគឺប្រៀបធៀបទៅនឹងប្រទេសជិតខាងដែលយើងកំពុងតែមានបញ្ហាណាបងប្អូនមួយចំនួនគឺគាត់ដកជាប់ក្នុងចិត្តថាប្រទេសយើងហ្នឹងគឺអន់យ៉ាងប្រទេសគេមិនថារឿងសេដ្ឋកិច្ចមិនថារឿងស្អីគ្រប់យ៉ាងណាហើយចូលចិត្តបង្អាប់ប្រទេសខ្លួនឯងថាមិនរីកចម្រើនចេះមួយចុះពីរប្រទេសយើងឆ្លងកាត់ស្អីមកបងប្អូនក៏ដឹងហើយណាហើយយើងគិតមើលឥឡូវយើងនិយាយរឿងពលកម្មស្រុកខ្មែរយើងនៅស្រុកថៃមួយថ្ងៃ 3-400 បាតមកធ្វើស្រុកខ្មែរយើងគឺមួយថ្ងៃចាងហោចណាស់ក៏ 4-5 ម៉ឺនតែការងារសំណង់ឥឡូវយើងប្រៀបធៀបមើលថាតម្លៃវាខុសគ្នាប៉ុណ្ណាវាសឹងតែមិនខុសគ្នាហើយកន្លែងខ្លះខ្មែរយើងក៏តម្លៃខ្ពស់ជាងផងណាហើយសៀមគឺវាមិនជឿទេណាថានៅខ្មែរយើងហ្នឹងគឺមានការងារតម្លៃប៉ុណ្ណឹងវាមើលងាយយ៉ាងរហូតថាយើងធ្វើការមួយថ្ងៃ100 បាត$3អីចឹងទៅណាហើយវាគ្រប់ប្រទេសបងប្អូនវាមានទាំងចំណុចល្អចំណុចមិនល្អបាទវាអាស្រ័យទៅលើបងប្អូនថាជ្រើសរើសនឹងយកចំណុចណាយកមកនិយាយបាទវាជាក់ស្ដែងណាបើយើងយកការពិតមកនិយាយគឺវាមានទាំងល្អវាមានទាំងមិនល្អបាទប៉ុន្តែអ្នកខ្លះគឺគាត់យកតែអារឿងមិនល្អហ្នឹងមកនិយាយអារឿងល្អមានច្រើនក៏អត់យកមកនិយាយដែរបាទអានោះវាត្រូវមើលទាំងអស់កន្លែងវិជ្ជមានអវិជ្ជមានណាមិនមែនឲ្យតែស្រុកយើងគឺមិនល្អទាំងអស់ទេស្រុកយើងមានរបស់ល្អច្រើនណាហើយសេដ្ឋកិច្ចយើងពីយើងដែលថាគ្មានស្អីសោះយើងដើរមកដល់ចំណុចនេះក៏គិតថាប្រទេសយើងក៏មិនធម្មតាដែរណាយើងមិនតែប្រៀបធៀបជាមួយនឹងជប៉ុនជាមួយនឹងកូរ៉េជាមួយនឹងស្អីទេយើងប្រៀបធៀបទៅថាកន្លងមកដែលថាយើងឆ្លងកាត់ស្អីមកខ្លះហើយរយៈពេលប្រទេសឆ្នាំហ្នឹងការផ្លាស់ប្ដូររបស់ប្រទេសខ្មែរយើងនឹងទៅដល់ណាហើយអីចឹងណាយើងមើលទៅថាតាមតំបន់មួយដូចនៅភ្នំពេញនៅអីទៅថាកាលពី20ឆ្នាំមុនហ្នឹងគឺមកប្រៀបធៀបជាមួយនឹងរូបភាពឥឡូវហ្នឹងគឺវាខុសគ្នាដាច់ស្រឡះខុសគ្នាខ្លាំងមែនតើបើយើងថាអូខ្មែរយើងអត់ទៅណាទេក៏វាមិនត្រូវណាទាំងអ្នកខ្លះពីមុនរត់តកង់កាចាស់ជិះគ្មានឥឡូវជិះដល់ឡានតម្លៃរាប់ម៉ឺនដុល្លារ20ម៉ឺនដុល្លារក៏មានអីចឹងទៅណាអញ្ចឹងបានថាហាត់មោទនភាពនៅអ្វីដែលថាខ្លួនមានផងណាកុំមកដាក់ឲ្យតែប្រទេសខ្មែរនោះគឺអន់ហ្មងបាទនេះគឺផ្ដើមទៅអ្នកដែលថាមានផ្នត់កំណត់បែបនេះបាទជួយត្រេកអរបាទនៅអ្វីដែលថាខ្មែរយើងធ្វើបានល្អហ្នឹងគឺយើងជួយត្រេកអរគ្នាផងណាកុំចាំតែជន់នៅអាចំណុចដែលថាវាខ្វះខាតណាអរគុណមក